មិនអើចាញ់ឡានលំដាប់នៅលើពិភពលោក BYD បង្ហាញរថយន្តគំរូបំពាក់មកជាមួយទ្វារបើកកញ្ច្រះបើនិយាយពីរថយន្តលំដាប់កម្ពុជារបស់ក្រុមហ៊ុន BYD បងប្អូនច្បាស់ជាស្គាល់ពីត្រកូល Yangwang ឬ Denza ប៉ុន្តែថ្មីៗនេះពួកគេបានបង្ហាញរថយន្តគំរូ SUV មានឈ្មោះថា BYD Dynasty D នៅឯពិព័រណ៍រថយន្តក្រុងសៀងហៃឆ្នាំ2025ដែលទើបនឹងបញ្ចប់ថ្មីៗនេះបានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងជាមួយរូបរាងខាងក្រៅដ៏ស្រស់ស្អាតហើយថែមទាំងមានលក្ខណៈពិសេសបំពាក់មកជាមួយទ្វារបើកកញ្ច្រះចំពោះពាក្យ Dynasty ដែលជាឈ្មោះរថយន្តនេះបងប្អូនប្រហែលជាស្គាល់ហើយនៅពាក្យនេះមានន័យថារាជវង្សដូច្នេះសម្រាប់រថយន្តនេះផលិតមកគឺសម្រាប់អ្នកដែលមានមុខមាត់ឬអភិជនតែម្ដងឥឡូវនេះយើងមកដឹងពីព័ត៌មានខ្លះៗទាក់ទងនឹងរថយន្តមួយនេះរថយន្តនេះបំពាក់មកជាមួយក្រុងឆ្អឹង E Platform 3.0 ចំនួនចុងក្រោយចំពោះការរចនានៅផ្នែកខាងមុខវិញគឺបំពាក់មកជាមួយភ្លើង LED អូកាត់ទទឹងរថយន្តផ្នែកខាងមុខប្រវែង 2.4 ម៉ែត្រខណៈចង្កៀងផ្នែកខាងក្រៅរចនាអូកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងយកកំណត់តាមស្លាបខំបន្ថែមពីនេះរថយន្តនេះក៏បំពាក់មកជាមួយ LiDAR និងប្រព័ន្ធសុវត្ថិភាពបើកបរស្វ័យប្រវត្តិផងដែរទោះបីជាក្រុមហ៊ុន BYD មិនទាន់បានប្រកាសជាផ្លូវការនៅព័ត៌មានលម្អិតបច្ចេកទេសទាំងអស់ក៏ដោយតាមការប៉ាន់ស្មានរថយន្ត Dynasty D អាចនឹងបំពាក់មកជាមួយម៉ាស៊ីនពីរជម្រើសផ្សេងគ្នាជម្រើសទី1ជាប្រភេទម៉ាស៊ីន Super Dual Mode Hybrid ផលិតឡើងសម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់ឡានប្រើពេញឥន្ធនៈជម្រើសទី2គឺប្រើប្រាស់អគ្គិសនីសុទ្ធជាមួយរយៈចម្ងាយបើកបរប្រហែល800គីឡូម៉ែត្រយ៉ាងណាមិញសម្រាប់ជម្រើសម៉ាស៊ីនទាំងពីរនេះនឹងអាចផ្ដល់មកជាមួយសមត្ថភាពដ៏ខ្លាំងក្លារួមទាំងការសាកថ្មល្បឿនលឿនបំផុតនិងប្រព័ន្ធជំនួយដល់អ្នកបើកបរទំនើបៗជាច្រើនទៀតចំពោះផ្នែកខាងក្នុងរថយន្តនេះអាចនឹងបំពាក់មកជាមួយអេក្រង់កម្សាន្តរហូតដល់8យ៉ាងណាមិញព័ត៌មានលម្អិតទាក់ទងនឹងរថយន្ត BYD Dynasty D ក៏មិនទាន់បង្ហាញជាផ្លូវការនៅឡើយដែរដូច្នេះយើងមានតែរងចាំមើលថារថយន្តនេះចេញលក់ជាផ្លូវការនៅថ្ងៃណាជាមួយតម្លៃប៉ុន្មានហើយបើសិនជាមានព័ត៌មានអ្វីអាប់ដេតទៀតខ្ញុំនឹងចែកជូនបងប្អូនបន្តទៀត